បានបងប្អូនទាំងគ្នាខ្ញុំអាសាឃើញវីដេអូរបស់ជនបរទេសម្នាក់ដែលគាត់ធ្វើដំណើរទៅកាន់ព្រំដែនបងប្អូនហើយខ្ញុំចាប់អារម្មណ៍វីដេអូមួយនេះខ្លាំងជាងគេនៅក្នុងវីដេអូហ្នឹងគឺមានជនជាតិអង់គ្លេសម្នាក់គាត់ឈរនៅលើផ្លូវហើយមានទាហានសៀម2នាក់នៅខាងក្រោយខ្នងគាត់ហ្នឹងមានទាហានម្នាក់គឺគេផ្ដល់សញ្ញាឲ្យទាហានម្នាក់ទៀតហ្នឹងក្រាបចុះឬមួយក៏ជាសញ្ញាកុំឲ្យធ្វើអីអសោះអញ្ចឹងនៅក្នុងវីដេអូហ្នឹងបងប្អូនខ្ញុំចាប់អារម្មណ៍ថាបើសិនជាអ្នកដែលឈរនៅក្នុងវីដេអូហ្នឹងគឺជាជនជាតិខ្មែរបងប្អូនគឺបថុយប្រឋានខ្លាំងមែនទែនគ្រោះថ្នាក់ខ្លាំងបងប្អូនអាចនឹងវាបាញ់អាចនឹងវាអត់បាញ់បងប្អូន50ក៏ប៉ុន្តែដោយសារតែនៅក្នុងវីដេអូហ្នឹងគឺជាជនបរទេសគឺជាជនជាតិអង់គ្លេសអញ្ចឹងខាងទាហានសៀម 100% គឺវាអត់ហ៊ានធ្វើអីទេបងប្អូនវាអត់ហ៊ានបាញ់ទេអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាឲ្យបានឃើញថាឥឡូវនេះនៅក្នុងពេលនេះតាមបន្ទាត់ព្រំដែនយើងគឺអត់ទាន់ស្បើយនៅឡើយទេគឺនៅតែតានតឹងនៅឡើយហើយជាពិសេសថែមពីលើនឹងទៀតបងប្អូនជនភៀសសឹកគឺកំពុងតែរស់នៅជំរំជនភៀសសឹកនៅឡើយទេបងប្អូនគឺពួកគាត់នៅតែលំបាកនៅឡើយទេហើយខែនេះគឺជាខែវស្សាខែភ្លៀងទៀតអញ្ចឹងជំរករបស់ពួកគាត់គឺប៉ះពាល់ខ្លាំងមែនទែនដោយសារតែជំរកទាំងអស់នោះមិនមែនជាជំរករឹងមាំទេហើយវីដេអូមួយទៀតដែលខ្ញុំបានឃើញបងប្អូនប្រហែលថ្ងៃមុននេះគឺមានបងស្រីម្នាក់គាត់ធ្វើដំណើរទៅផ្សារ Aeon ហើយឃើញមានទឹកដោះគោស្រស់ហ្នឹងគឺគេលក់បញ្ចុះតម្លៃរហូតដល់ 50% ឯណោះវីដេអូនេះខ្ញុំចូលទៅរកមើលម្ដងទៀតខ្ញុំរកមើលអត់ឃើញទេបងប្អូនប៉ុន្តែខ្ញុំក៏បានទៅផ្ទាល់ដែរនៅផ្សារទំនើប Aeon បងប្អូនទាំងអស់គ្នាទឹកដោះគោស្រស់ brand របស់ខ្មែរយើងគឺនៅច្រើនមែនទែននៅច្រើនជាក់ស្ដែងផ្សារទំនើប Aeon ផ្សារទំនើប Lucky ផ្សារទំនើប Chipmunk ក៏ដោយឃើញថាទឹកដោះគោគ្រប់ brand ទាំងអស់ជាពិសេសទឹកដោះគោរបស់ខ្មែរយើងគឺនៅច្រើនមែនទែនបងប្អូននៅចាំឯកាលពីសង្គ្រាមដំបូងទឹកដោះគោកេរីសួរគឺលក់ដាច់ខ្លាំងមែនទែនស្តុកសឹងថានៅទីណាក៏គ្មានណាបងប្អូនទាំងគ្នាគឺដណ្ដើមគ្នាទិញច្រើនមែនទែនយើងទៅដល់ផ្សារទំនើបណាក៏អត់មានដែរក៏ប៉ុន្តែហេតុអីបានជាទឹកដោះគោស្រស់ឥឡូវនេះសល់ច្រើនម្ល៉េះមកពីតម្រូវការនៅក្នុងប្រទេសយើងធ្លាក់ចុះឬមួយក៏មកពីបងប្អូនទាំងអស់គ្នាបែរទៅជាគាំទ្រផលិតផលសៀមទៀតហើយត្រង់ចំណុចនេះបងប្អូនទាំងអស់គ្នាតកតូននឹងផលិតផលសៀមដែលយើងពាក់ឲ្យការតាំងពីដំបូងតាំងពីសង្គ្រាមចាប់ផ្ដើមដំបូងបងប្អូនកាលពីឆ្នាំ2025គឺខាងសៀមបានបាញ់ស្លាប់ទាហានខ្មែរម្នាក់នៅឯខេត្តព្រះវិហារចាប់ពីពេលហ្នឹងមកគឺបងប្អូនខ្មែរយើងនាំគ្នាពាក់ឲ្យការតំណែងសៀមគ្រប់ទីកន្លែងតែម្ដងអញ្ចឹងត្រង់ចំណុចពាក់ឲ្យការហ្នឹងបងប្អូនទាំងអស់គ្នាមានវិបត្តិពីរធំនៅក្នុងហ្នឹងទី1បើសិនជាបងប្អូនទាំងអស់គ្នានៅតែគាំទ្រផលិតផលសៀមស្មើនឹងបងប្អូនទាំងអស់គ្នាជួយសេដ្ឋកិច្ចសៀមដោយប្រយោលអញ្ចឹងជួយដោយប្រយោលហ្នឹងការដែលបងប្អូនទាំងអស់គ្នាទិញផលិតផលសៀមទៅប្រាក់ចំណេញផលចំណេញរដ្ឋាភិបាលសៀមគេយកទៅបែងចែកជាពិសេសគឺសភាវុធបងប្អូនគឺមានសភាវុធទំនើបដោយសារតែបងប្អូនទាំងអស់គ្នាគាំទ្រផលិតផលសៀមហ្នឹងហើយចំណែកឯវិបត្តិធំទី2គឺតាក់ទងនឹងផលិតផលក្នុងស្រុកបងប្អូនទាំងអស់គ្នាប្រហែលជាអាចនឹងភ្លេចខ្លួនបងប្អូននៅចាំឯកាលដែលសង្គ្រាមចាប់ផ្ដើមដំបូងបងប្អូនខ្មែរយើងគឺបានបង្កើត brand ខ្មែរនិងផលិតផលខ្មែរច្រើនមែនទែនគឺមានលក់ច្រើនមែនទែនបងប្អូននៅលើទីផ្សារមានទាំងត្រីខកំប៉ុងមានទាំងមីមានទាំងទឹកប្រេងខ្យងមានសាប៊ូដុសខ្លួនមានសាប៊ូកក់សក់មានថ្នាំដុសធ្មេញមានទាំងទឹកដោះគោស្រស់នឹងទៀតអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នានៅតែបន្តប្រើប្រាស់ផលិតផលសៀមនោះវិបត្តិធំទី2នេះគឺយើងនឹងប្រឈមមុខគឺផលិតផលនៅក្នុងស្រុកយើងនឹងសល់បងប្អូនហើយម្ចាស់ brand ម្ចាស់ផលិតផលនៅក្នុងស្រុកយើងគាត់នឹងអាចនឹងប្រឈមមុខជាមួយការខ្សែធនដោយសារតែផលិតផលរបស់យើងលក់អត់ដាច់ចុះបើសិនជាយើងទៅគ្រប់គ្រងផលិតផលសៀមទៅហើយតើផលិតផលក្នុងស្រុកយើងលក់ឲ្យអ្នកណាចំណុចសំខាន់ទី1យើងពាក់ឲ្យការតំណែងសៀមឲ្យបានគឺជាចំណុចចាប់ផ្ដើមដំបូងអញ្ចឹងចំណុចទី2គឺយើងចាប់ផ្ដើមគ្រប់គ្រងផលិតផលនៅក្នុងស្រុកយើងឲ្យបានខ្លាំងមែនទែនដើម្បីអីគឺដើម្បីលើកស្ទួយសេដ្ឋកិច្ចនៅក្នុងស្រុកយើងផ្ទុយពីការប្រើផលិតផលសៀមគឺស្មើនឹងយើងលើកស្ទួយសេដ្ឋកិច្ចសៀមដោយប្រយោលឯបងប្អូនអញ្ចឹងផលចំណេញដែលសៀមបានទៅគឺវានឹងយកមកបំពេញយើងដូចរាល់ថ្ងៃអញ្ចឹងហើយអ្វីដែលវាបំពេញយើងណាបងប្អូនទាំងអស់គ្នាមិនមែនទៅតែឥឡូវទេតាំងពីសម័យអង្គរបងប្អូនក្រោយពីអាណាចក្រអង្គររបស់យើងបានត្រូវបានធ្លាក់ចុះប្រទេសសៀមក៏ចាប់ផ្ដើមងើបឡើងមានអំណាចឫទ្ធិអំណាចមានឥទ្ធិពលបន្តិចម្ដងរហូតមកដល់សប្តាហ៍ថ្ងៃប្រទេសសៀមធំជាងយើងហើយសេដ្ឋកិច្ចរបស់គេល្អជាងយើងប្រទេសគេមានជាងយើងសភាវុធរបស់គេទំនើបជាងយើងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នានៅតែបន្តប្រើប្រាស់នៅតែបន្តគ្រប់គ្រងផលិតផលសៀមទៀតសៀមគឺនៅតែឆ្លៀនពៀនយើងអញ្ចឹងបងប្អូនយូរនឹងឆាប់បើសិនជាបងប្អូនទាំងអស់គ្នាមិនចង់ឲ្យកូនចៅបងប្អូនដែលកើតមកជំនាន់ក្រោយត្រូវគេបំពេញដោយសពថ្ងៃនេះទេគឺយើងត្រូវតែផ្លាស់ប្ដូរបងប្អូនពាក្យឲ្យការឈប់ប្រើតំណែងសៀមការពាក្យឲ្យការឈប់ប្រើតំណែងសៀមនេះគឺយើងជួយសេដ្ឋកិច្ចនៅក្នុងស្រុកយើងបានច្រើនខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាយើងត្រូវតែពង្រឹងសមត្ថភាពយើងត្រូវតែបង្កើនចំណេះដឹងចំណេះវិជ្ជារបស់យើងឲ្យខ្លាំងជាងនេះអ្វីក៏ដោយគឺកើតចេញពីមនុស្សឯងបងប្អូនគិតមើលគ្រាប់នុយក្លេអ៊ែរដែលអាមេរិកទម្លាក់កំទេចទីក្រុងហីរ៉ូស៊ីម៉ានៃប្រទេសជប៉ុននៅក្នុងសង្គ្រាមលោកលើកទី2គឺមនុស្សជាអ្នកបង្កើតយន្តហោះទម្ងន់រាប់សិបតោនទម្ងន់រាប់រយតោនដែលបងប្អូនជិះរាល់ថ្ងៃ
ក៏មនុស្សជាអ្នកបង្កើតកប៉ាល់ទម្ងន់រាប់សិបតោនទម្ងន់រាប់រយតោនដែលដឹកអីវ៉ាន់បងប្អូនទាំងអស់គ្នានៅលើផ្ទៃសមុទ្រសពថ្ងៃក៏មនុស្សជាអ្នកបង្កើតដែរអ្វីក៏ដោយគឺចេញពីមនុស្សទៅទាំងអស់បងប្អូនទាំងអស់គ្នាមនុស្សជាអ្នកបង្កើតអញ្ចឹងហើយយើងត្រូវពង្រឹងសមត្ថភាពត្រូវបង្កើនសមត្ថភាពត្រូវរៀនសូត្របន្ថែមបង្កើនចំណេះដឹងរបស់យើងឲ្យខ្លាំងជាងនេះជាពិសេសគឺបងប្អូនជំនាន់ក្រោយ Gen Z ក៏ដោយ Gen Alpha ក៏ដោយគឺជាទំពាំងស្នងឫស្សីសម្រាប់ជួយឲ្យប្រទេសជាតិរបស់យើងរីកចម្រើនទៅមុខយើងនឹងខ្លាំងជាងប្រទេសសៀមយើងនឹងខ្លាំងជាងប្រទេសជិតខាងបើសិនជាធនធានមនុស្សរបស់យើងល្អអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់នៅអ្វីដែលខ្ញុំនិយាយនៅក្នុងវីដេអូនេះចាំជួបខ្ញុំនៅវីដេអូក្រោយជំរាបលា